អូនបុកល្ហុងមួយមុខនេះគឺជាបុកល្ហុងស្រែបុកល្ហុងនៅតាមខ្មែរបុកល្ហុងមានច្រើនប្រភេទណាមានបុកល្ហុងក្តាមប្រៃបុកល្ហុងស្រែបុកល្ហុងគ្រឿងសមុទ្រប៉ុន្តែបុកល្ហុងមួយប្រភេទនេះគឺជាប្រភេទបុកល្ហុងស្រែដែលយើងប្រើសរសៃល្ហុងសាច់ជាមួយនឹងទឹកម្ហុកហើយយើងញ៉ាំបន្លែដូចជាទឹកអួនស្លឹកកាក់បារាំងបើខាងស្រុកប្រទេសមានទេគេហៅញ៉ែមមានក្តាតមានទឹកសក់មានមុខមានផលិតមានអីហ្នឹងសបន្លែស្រែចាហើយនេះមានតែគេឈានជាមួយបុកដឹកប៉ុណ្ណឹងហើយនេះគឺជាអាហារថ្ងៃត្រង់ជាទូទៅបងប្អូនសួរថាបុកល្ហុងជាអាហារថ្ងៃត្រង់ដែរអីបងប្អូនឲ្យតែឃ្លានស្មានណាញ៉ាំបានស្មាននឹងដូចតែគ្នាទាំងអស់ហ្នឹងខ្ញុំវិញចូលចិត្តញ៉ាំបុកល្ហុងជាមួយបាយបងប្អូនបើមិនញ៉ាំមួយបាយតំណើបក៏ញ៉ាំមួយបាយសដែរជាពិសេសពេលថ្ងៃត្រង់ហ្នឹងគឺញ៉ាំមួយបាយសនឹងឆ្ងាញ់ដាក់ម្ទេសហុលមកចានេះគឺជាប្រភេទបុកល្ហុងស្រែបុកល្ហុងទឹកហុកបងប្អូនអញ្ចឹងនៅតំបន់ខ្មែរមានលក្ខណៈពិសេសថ្ងៃណាមួយនឹងរៀបរាប់ពីប្រភេទបុកល្ហុងផ្សេងៗគ្នាបងប្អូនបានស្គាល់ដល់ច្បាស់លាស់ចាហើយយើងញ៉ាំមួយត្រីសាម៉ុននេះក៏ឆ្ងាញ់ពពីអូជាតិជ្រូកហើយមានប៉ាតេហើយអូច្បល់មួយនឹងចុកទៀតហើយទីកែនេះបងប្អូននឹងស្រាប់ហើយជាមួយបុកដឹក7អូមានបាយក្តាមទៀតពិសេសមកតែថ្ងៃនេះអត់មានបាយក្តាមទេបងប្អូនព្រោះអីថ្ងៃនេះបាយចំហុយបងប្អូនអញ្ចឹងបើញ៉ាំនៅសាខាទីបងហ្នឹងបាយអាដាំឆ្នាំងនេះគេចំហុយដល់ពេលអញ្ចឹងទៅអត់មានក្តាមឲ្យញ៉ាំចានេះបងប្អូនកុំភ្លេចណាអាហារថ្ងៃត្រង់នៅក្បាលខ្មែរពិសេសណាបើមិនដឹងញ៉ាំអីនេះផ្សេងៗគ្នាយើងជួអានផាន់ប្រៃអូនិយាយពីកាត់មាត់ទៀតមកណានិយាយ